ស្បែកជ្រូកអាចប្រាប់អំពីសុខភាពរបស់វាបានយ៉ាងដូចម្តេចតើបងប្អូនធ្លាប់សង្កេតឃើញអត់ថាជ្រូករបស់យើងស្រាប់តែមានស្នាមក្រហមនៅលើស្បែករមាស់ខ្លាំងរោមជ្រុះឬស្បែកឡើងស្ងួតមនុស្សជាច្រើនគិតថាវាជារឿងតូចតាចហើយទុកចោលដោយមិនខ្វល់ការពិតទៅការប្រែប្រួលតូចៗនៅលើស្បែកអាចជាសញ្ញាដំបូងដែលបង្ហាញថាជ្រូកកំពុងមានបញ្ហាសុខភាពបើរកឃើញយឺតវាអាចធ្វើឲ្យជំងឺរាលដាលពេញទ្រុងបណ្ដាលឲ្យខាតបង់ទាំងពេលវេលានិងថវិកាដូច្នេះនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកពីសញ្ញាសំខាន់ៗដែលមាននៅលើស្បែកជ្រូកមូលហេតុដែលអាចបណ្ដាលឲ្យកើតឡើងនិងវិធីដោះស្រាយបឋមដើម្បីជួយឲ្យបងប្អូនអាចថែរក្សាជ្រូកបានកាន់តែល្អចំណុចទី1ហេតុអ្វីត្រូវពិនិត្យស្បែកជ្រូករាល់ថ្ងៃស្បែកគឺជាសរីរាង្គធំបំផុតរបស់ជ្រូកហើយវាតែងបង្ហាញសញ្ញាដំបូងនៅពេលដែលសុខភាពជ្រូកមានបញ្ហាអ្នកចិញ្ចឹមដែលជោគជ័យភាគច្រើនមិនរងចាំឲ្យជ្រូកសន្លប់ឬឈប់ស៊ីចំណីទើបចាប់ផ្ដើមព្យាបាលនោះទេពួកគេសង្កេតមើលជ្រូកជារៀងរាល់ថ្ងៃចំណាយពេលត្រឹមតែ5ទៅ10នាទីក្នុងការដើរមើលទ្រុងអាចជួយឲ្យអ្នករកឃើញបញ្ហាបានមុនពេលវាឈឺធ្ងន់ធ្ងរចំណុចទី2ស្នាមក្រហមនៅលើស្បែកប្រសិនបើអ្នកឃើញស្នាមក្រហមនៅលើស្បែកឬចំណុចក្រហមនៅលើស្បែកសូមកុំមើលរំលងវាអាចបណ្ដាលមកពីបញ្ហាទាំងនេះទី1អាចបណ្ដាលមកពីការរលាកស្បែកទី2អាចបណ្ដាលមកពីការរលាកដោយកម្ដៅថ្ងៃទី3អាចបណ្ដាលមកពីការប្រតិកម្មអាឡែហ្ស៊ីទី4អាចបណ្ដាលមកពីការឆ្លងមេរោគឬជំងឺមួយចំនួនទៀតបើស្នាមក្រហមអមជាមួយនឹងគ្រុនក្តៅមិនស៊ីចំណីឬដកដង្ហើមខុសប្រក្រតីគួរញែកជ្រូកចេញពីហ្វូងភ្លាមនិងពិគ្រោះជាមួយពេទ្យសត្វដើម្បីរកមូលហេតុឲ្យបានពិតប្រាកដការញែកជ្រូកឈឺចេញពីហ្វូងគឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការរាលដាលជំងឺចំណុចទី3ជ្រូករមាស់ខ្លាំងនិងស្បែកគ្រើមបើជ្រូករមាស់ជាប់គ្នាដុសខ្លួននឹងរបងឬជញ្ជាំងស្បែកឡើងគ្រើមនិងមានស្នាមរបួសវាអាចបណ្ដាលមកពីកមរមាស់ឬអង្គែចៃអង្គែគឺជាប៉ារ៉ាស៊ីតតូចៗដែលរស់នៅលើស្បែកហើយអាចឆ្លងពីជ្រូកមួយទៅជ្រូកមួយបានយ៉ាងឆាប់រហ័សក្នុងករណីនេះគួរប្រើថ្នាំកម្ចាត់ប៉ារ៉ាស៊ីតដែលសមស្របដូចជាថ្នាំអាវីមីទីនតាមការណែនាំរបស់ពេទ្យសត្វឬតាមស្លាកសញ្ញាផលិតផលដែលគេបានកំណត់នៅលើថ្នាំក្រៅពីព្យាបាលជ្រូកត្រូវសម្អាតទ្រុងបាញ់ថ្នាំសម្លាប់ប៉ារ៉ាស៊ីតនិងផ្លាស់ប្ដូរកម្រាលទ្រុងឲ្យបានស្អាតប្រសិនបើទ្រុងរបស់យើងជាប្រភេទក្រាលកម្រាលដើម្បីកាត់បន្ថយការឆ្លងឡើងវិញចំណុចទី4ស្បែកស្ងួតរោមជ្រុះនិងអង្គែស្បែកបើស្បែកជ្រូកស្ងួតមានស្បែកសកកឬរោមជ្រុះវាអាចជាសញ្ញាបង្ហាញថាជ្រូកខ្វះសារធាតុចិញ្ចឹមជ្រូកមានចៃឬអង្គែឬជ្រូកមានបញ្ហាផ្សេងដូច្នេះសូមពិនិត្យគុណភាពចំណីឲ្យជ្រូកទទួលបានប្រូតេអ៊ីននិងវីតាមីននិងសារធាតុរ៉ែគ្រប់គ្រាន់ព្រមទាំងពិនិត្យរោគប៉ារ៉ាស៊ីតជាប្រចាំអាហារដែលមានតុល្យភាពវាជួយឲ្យស្បែកមានសុខភាពល្អនិងធ្វើឲ្យជ្រូកលូតលាស់បានលឿនចំណុចទី5របួសនិងហើមកន្ទួលលើស្បែករបួសតូចៗក៏មិនត្រូវមើលរំលងដែរបើសិនមិនសម្អាតនិងមិនព្យាបាលឲ្យបានត្រឹមត្រូវវាអាចឆ្លងមេរោគហើយក្លាយជាដំបៅធ្ងន់អញ្ចឹងហើយសូមធ្វើការសម្អាតរបួសហើយប្រើថ្នាំព្យាបាលរបួសដែលសមស្របនិងស្វែងរកមូលហេតុដូចជាការខំគ្នាមុតដោយសាររបងឬក៏ជញ្ជាំងទ្រុងឬឧបករណ៍ដែលអាចបង្ករបួសផ្សេងការកែប្រែបរិស្ថានខាងក្នុងគឺជាវិធីដ៏ល្អបំផុតក្នុងការការពាររបួសកើតឡើងម្ដងទៀតជំងឺភាគច្រើនមិនកើតឡើងភ្លាមនោះទេវាតែងផ្ដល់សញ្ញាព្រមានជាមុនហើយស្បែកជ្រូកគឺជាកន្លែងដែលងាយស្រួលបំផុតក្នុងការសង្កេតទៅឃើញពីបញ្ហាចូលចងចាំថាបើមានស្នាមក្រហមកុំមើលរំលងបើឃើញជ្រូករមាស់ខ្លាំងអាចសង្ស័យបានថាវាមានប៉ារ៉ាស៊ីតស្បែកស្ងួតឬរោមជ្រុះត្រូវពិនិត្យអាហារនិងប៉ារ៉ាស៊ីតបើមានរបួសតូចៗត្រូវព្យាបាលឲ្យបានឆាប់ការសង្កេតជ្រូកតែប៉ុន្មាននាទីក្នុងមួយថ្ងៃអាចជួយការពារការខាតបង់រាប់រយឬរាប់ពាន់ដុល្លារនៅពេលក្រោយជាចុងក្រោយខ្ញុំមានសំណួរមួយសម្រាប់បងប្អូនទាំងអស់គ្នាតើបងប្អូនធ្លាប់ឃើញការប្រែប្រួលមិនធម្មតានៅលើស្បែកជ្រូកដែរឬទេតើមូលហេតុអ្វីហើយបានដោះស្រាយដោយរបៀបណាសូមសរសេរចម្លើយរបស់បងប្អូននៅក្រោមវីដេអូនេះអរគុណសម្រាប់ការទស្សនាវីដេអូនេះរហូតដល់ចប់ជួបគ្នានៅវីដេអូបន្តទៀត